សួស្តីបងប្អូនទាំងអស់គ្នាពេលវេលាដែលយើងទន្ទឹងរង់ចាំបានមកដល់ហើយចាប់ពីស្អែកនេះទៅយើងអាចឆែកលទ្ធផលឆ្នោតដាក់មរុននៅក្នុងសហរដ្ឋអាមេរិកបានហើយត្រៀមខ្លួនទទួលយកជោគជ័យទាំងអស់គ្នាបងប្អូនជូនពរជោគជ័យទាំងអស់គ្នាឥឡូវនេះខ្ញុំនឹងបង្ហាញអំពីរបៀបក្នុងការឆែកឆ្នោតថាគេឆែករបៀបម៉េចអញ្ចឹងបងប្អូនអាចមើលជាមួយខ្ញុំទាំងអស់គ្នាជាដំបូងបងប្អូនចូលទៅក្នុងកម្មវិធីបើកអ៊ីនធឺណិតណាមួយណាក៏បានដែរដែលបងប្អូនមាននៅក្នុងទូរស័ព្ទដៃណាសម្រាប់ខ្ញុំចូលក្នុងកម្មវិធី Chrome ហើយបន្ទាប់មកយើងវាយកន្លែងនេះយើងដាក់ថា dvprogram.state.go ហើយយើងចុច enter មកបន្ទាប់មកយើងឃើញ website វានៅខាងលើគេបងប្អូនហ្នឹងបងប្អូនចុចចូលក្នុង website ហ្នឹងទៅមុននឹងចូលយើងផ្ទៀងមើលឲ្យច្បាស់លាស់ថាជា website នឹងពិតប្រាកដអត់បងប្អូនមើលអាស័យដ្ឋាននេះ dvprogram.state.go ចុចលើ website មួយហ្នឹងមកហើយយើងអស់មកក្រោមមានពាក្យថា check status បងប្អូនចុច check status ហ្នឹងវាចូលដល់ទំព័រទី2ចូលដល់ទំព័រនេះបងប្អូនបន្តចុចពាក្យ continue បន្ទាប់មកដើម្បីយើង check បានវាមាន4ដំណាក់កាលធំមានទី1ទី2ទី3ទី4ទី1ដំបូងហ្នឹងលេខរៀងទី1ហ្នឹង confirmation number គឺជាលេខកូដមួយដែលយើងពេលយើងដាក់ឆ្នោតកាលមុនហ្នឹងយើងមានលេខកូដបងប្អូនចូលបញ្ចូលលេខកូដហ្នឹងមកលេខកូដដែលគ្រប់ចំនួនដែលយើងមានការពីយើងដាក់ហ្នឹងឧទាហរណ៍នេះខ្ញុំឧទាហរណ៍អញ្ចឹងហើយបន្ទាប់មកចូលដល់ទី2នេះបងប្អូនមិនបាច់បញ្ចូលឈ្មោះខ្លួនឯងទេបងប្អូនចូលបញ្ចូលឈ្មោះlast name មានថាឈ្មោះតកូលរបស់យើងឈ្មោះអីគេឧទាហរណ៍ខ្ញុំឈ្មោះតកូលរបស់ខ្ញុំអញ្ចឹងទៅហើយបន្ទាប់មកគេយកពាក្យអាកន្លែងនេះអាកន្លែងទី3ហ្នឹងគេថាឆ្នាំយើងកើតឧទាហរណ៍អានេះខ្ញុំឧទាហរណ៍ទេបងប្អូនកើតឆ្នាំណាបងប្អូនដាក់ឆ្នាំហ្នឹងមកណាហើយបន្ទាប់មកអស់មកខាងក្រោមនេះជាទូទៅវាតែងតែចេញខុសគ្នាទាំងអស់បងប្អូនត្រូវវាយជាវាឲ្យជាលេខឬក៏ជាអក្សរយើងវាយទៅតាមហ្នឹងទៅព្រោះអាហ្នឹងគឺវាការពារ security តាក់ទងទៅនឹង website កុំឲ្យមាន robot ឬអីចូលក្នុង check ក្នុង website ហ្នឹងបងប្អូនវាយទៅតាមហ្នឹងទៅព្រោះអាហ្នឹងវាចេញខុសគ្នាទាំងអស់សម្រាប់ចំណុចកន្លែងនេះពេលខ្លះវាចេញអក្សរមកយើងពិបាកវាយតាមបងប្អូនអាចចូលកន្លែងសញ្ញាព្រួយទៅមកដើម្បីផ្លាស់ប្ដូរលេខកូដព្រោះពេលខ្លះវាយើងពិបាកវាយតាមវាមែនតើវាលេខញ៉ៃពេកយើងបដូរមកនេះយើងចុចលេខដែលមានស្រួលវិញយើងបញ្ចូលទៅលេខនឹងវិញលេខ6តមក W ហើយលេខ6ទៀតបន្ទាប់មកអក្សរ C ធំយើងវាយដូចអញ្ចឹងមកបងប្អូនហើយយើងចុចពាក្យ submit យើងផ្ទៀងឲ្យត្រូវអត់ទៅអានេះដោយសារខ្ញុំគ្រាន់តែឧទាហរណ៍ទេវាអញ្ចឹងវាចេញក្រហមដោយសារវាមិនមែនជាលេខកូដ standard របស់ information number អញ្ចឹងណាបងប្អូនហើយបន្ទាប់មកយើងចុចពាក្យ submit ទៅយើងនឹងឃើញលទ្ធផលយើងតែម្ដងមិនចាំបាច់ពិបាករងចាំយូរទេបងប្អូនដោយសារអានេះយើងឧទាហរណ៍ទៅវាអត់មានក្នុង system តែអញ្ចឹងវាអត់ដំណើរការទេប៉ុន្តែដល់បងប្អូនធ្វើជាក់ស្ដែងបងប្អូនអនុវត្តទៅតាមវីដេអូខ្ញុំនឹងទៅនឹងជោគជ័យបងប្អូនប្រសិនបើបងប្អូនឆែកមកឃើញពាក្យដូចនេះមានន័យថាបងប្អូនជាប់ហើយគេថា you been have random selected មានន័យថាបងប្អូនទទួលបានជោគជ័យក្នុងការជាប់ឆ្នោតហើយចេញបែបនេះគឺអត់ជាប់ទេធ្លាក់ឲ្យជាប់ចេញបែបនេះប៉ុន្តែបងប្អូនអត់សង្ឃឹមទេបងប្អូនអាចឆែកម្ដងហើយម្ដងទៀតព្រោះពេលខ្លះយើងកំពុងតែឆែកមនុស្សទូទាំងពិភពលោកសម្រុកទៅឆែកវាអាចកាំង system ឬអាចកាំង error អីដល់ប្រការណាមួយអីបងប្អូនអាចឆែកនៅពេលក្រោយបានទៀតកុំអស់សង្ឃឹមជូនពរបងប្អូនជាប់ឆ្នោតទាំងអស់គ្នាអាមេរិកស្វាគមន៍ទទួលបងប្អូនជានិច្ចរងចាំ24ម៉ោងចុងក្រោយសូមអរគុណបងប្អូនទាំងអស់គ្នាដែលតាមដានវីដេអូនេះរហូតដល់ចប់សូមកុំភ្លេចជួយចុច like ចុច share វីដេអូនេះម្នាក់មួយផងដើម្បីឲ្យទៅដល់បងប្អូនដទៃទៀតអាចកត់ឆែកឆ្នោតទៅផលទាំងអស់គ្នា